រដូវនេះទីរដូវនៅទីក្រុង Boston ចាប់ផ្ដើមមកយ៉ាងស្ងៀមស្ងាត់ខ្យល់ត្រជាក់បន្តិចបន្លែផ្កាដំបងហើយមានអារម្មណ៍ថាទីក្រុងកំពុងលាតសន្ធឹងក្រោយរដូវរងាយូរមួយពេលសម័យសិក្សាថ្មីចាប់ផ្ដើមមនុស្សត្រឡប់មកវិញជាមួយថាមពលថ្មីពោពេញដោយក្តីសង្ឃឹមគោលដៅនិងរឿងរ៉ាវផ្ទាល់ខ្លួនដើរឆ្លងកាត់តំបន់ Downtown អ្នកអាចមើលឃើញវាតាមចលនារបស់មនុស្សនិស្សិតកាន់កាបូបកាន់កាហ្វេដើរទៅថ្នាក់រៀននិយាយអំពីគម្រោងសំណួរនិងផែនការថ្ងៃចុងសប្តាហ៍ខ្លះដើរលឿនដូចជាមានគោលដៅច្បាស់លាស់ខ្លះទៀតដើរយឺតស្ទើរតែរីករាយនឹងកម្ដៅដែលពួកគេចាំរងចាំភ្ញៀវទេសចរចូលរួមក្នុងចរន្តមនុស្សដើរមើលអគារខ្ពស់ឈប់ថតរូបគ្រប់ជ្រុងជ្រោយសម្រាប់មនុស្សជាច្រើននេះជាលើកដំបូងដែលពួកគេឃើញ Boston ក្នុងរដូវផ្ការីកការលាយបញ្ចូលគ្នារវាងអគារជញ្ជាំងឥតចាស់អគារកញ្ចក់ទំនើបនិងផ្ការីកទន់ភ្លន់ពួកគេឈប់មើលតាមកញ្ចក់ហាងដើម្បីទស្សនាការតាំងបង្ហាញដែលបង្ហាញពីរដូវពណ៌ភ្លឺស្ទីលថ្មីនិងសញ្ញាថារដូវរងាបានបញ្ចប់ហើយមនុស្សក្នុងតំបន់មានល្បឿនផ្សេងទៀតពួកគេដឹងផ្លូវទាំងនេះល្អប៉ុន្តែរដូវនេះទាខដែលធ្វើឲ្យអ្វីៗទាំងអស់មានអារម្មណ៍ថ្មីការដើរធម្មតាคล้ายជាពេលសម្រាកដកដង្ហើមនិងរីករាយនឹងពន្លឺថ្ងៃពេលខ្ញុំដើរឆ្លងកាត់កញ្ចក់ហាងខ្ញុំឃើញការឆ្លុះបញ្ចាំងដែលបញ្ចូលគ្នារវាងមនុស្សអគារដើមឈើនិងផ្ការីកវាជាការរំលឹកថា Boston ជាទីក្រុងដែលជីវិតជាច្រើនជួបប្រទះគ្នាទោះបីជាតែរយៈពេលខ្លីក៏ដោយផ្ការីកគឺជាសញ្ញាដ៏ច្បាស់ថារដូវបានផ្លាស់ប្ដូរផ្កាពណ៌សនិងពណ៌ផ្កាឈូកធ្វើឲ្យទីក្រុងទន់ភ្លន់ឡើងបន្សល់ក្លិនស្រស់លើផ្លូវមនុស្សឈប់ថតរូបឈប់មើលឬឈប់ឲ្យខ្យល់បក់ផ្កាធ្លាក់លើសម្លៀកបំពាក់ក្នុងទីក្រុងមមាញឹកការស្ងប់ស្ងាត់តូចបែបនេះមានតម្លៃខ្លាំងរៀងរាល់រដូវនីតិរដូវសម័យសិក្សាថ្មីនាំមនុស្សជាច្រើនមកទីនេះដោយស្វែងរកអ្វីមួយខ្លះមករៀនដើម្បីកសាងអនាគតខ្លះមកធ្វើការដើម្បីរកឱកាសថ្មីខ្លះទៀតមកដើម្បីស្វែងយល់ពីទីក្រុងដែលពោរពេញដោយប្រវត្តិសាស្ត្រនិងស្នាមញញឹមបែប Boston មិនថាពួកគេមកពីមូលហេតុអ្វីក៏ដោយរដូវនេះធ្វើឲ្យមនុស្សទាំងអស់មានការតភ្ជាប់គ្នាកម្ដៅធ្វើឲ្យមនុស្សដើរយឺតផ្ការីកធ្វើឲ្យមនុស្សលើកមុខឡើងមើលទីក្រុងដែលធម្មតាមាញឹកคล้ายជាទន់ភ្លន់ស្ងប់ស្ងាត់និងពោរពេញដោយជីវិតខ្ញុំបន្តដើរហើយឃើញរឿងតូចជាច្រើនមិត្តភ័ក្តិណាំងសើចនៅមុខហាងកាហ្វេគូស្នេហ៍ឈប់នៅក្រោមដើមឈើមនុស្សម្នាក់អង្គុយអានសៀវភៅលើកៅអីឈើរឿងតូចទាំងនេះធ្វើឲ្យរដូវនីតិរដូវនៅ Boston មានអារម្មណ៍ពិសេសមិនមែនដោយសារអ្វីធំធេងទេប៉ុន្តែដោយសារភាពសាមញ្ញនិងភាពពិតសម័យសិក្សានាំមកនូវការប្រឈមក្តីរំភើបនិងការផ្លាស់ប្ដូរនិស្សិតរៀបចំសម្រាប់ប្រឡងមនុស្សធ្វើការកែតម្រូវតារាងថ្មីភ្ញៀវទេសចររកឃើញកន្លែងដែលពួកគេមិនធ្លាប់ឃើញប៉ុន្តែក្នុងចន្លោះនោះមានការដើរស្ងប់ស្ងាត់ដូចនេះពេលដែលទីក្រុងមានតុល្យភាពនិងពោរពេញដោយសេចក្តីសង្ឃឹមរដូវនីតិខដើររំលឹកយើងថាការលូតលាស់ត្រូវការពេលវេលាថាបន្ទាប់ពីរដូវរងាយូរជីវិតថ្មីតែងតែត្រឡប់មកវិញហើយមនុស្សដែលដើរឆ្លងកាត់ផ្លូវទាំងនេះមិនថាពួកគេនៅទីនេះរយៈពេលខ្លីឬយូរក៏คล้ายជាផ្នែកមួយនៃចង្វាក់ទីក្រុង Boston ក្នុងរដូវនីតិខរដូវមិនមែនជារដូវទេវាជាអារម្មណ៍ការរំលឹកសាមញ្ញឲ្យយើងដើរយឺតដកដង្ហើមនិងស្គាល់តម្លៃភាពស្រស់ស្អាតជុំវិញយើងមួយផ្កាមួយការឆ្លុះបញ្ចាំងមួយជំហានស្ងប់ស្ងាត់
ពួកហ្នឹងការ៉េហ្មងមិញហ្នឹង Mm-hmm. From now until The one we don't know. I don't know. Yeah.